នេះជាសារសម្រាប់សិស្សៗគ្នាយើងចាប់ពីឆ្នាំ2025នេះទៅតាក់ទងទៅនឹងរឿងស្នេហាឬក៏រឿងបែកបាក់ស្នេហាដូចយើងបានដឹងហើយពួកយើងគួរទៅដល់ពេលនៅក្នុងការហ៊ានទទួលស្គាល់ការពិតហើយនឹងហ៊ាននៅក្នុងការបោះបង់ចំណុចកន្លែងនេះគឺខ្ញុំចង់បញ្ជាក់តាក់ទងជាមួយនេះគឺស្រីៗនៅពេលបែកបាក់ស្នេហាគឺយើងតែងតែជឿក្នុងវិធីក្នុងការ block គ្រប់ social media ឬក៏ការគេចមុខមិនហ៊ានជួបមិនហ៊ានអីមិនមែនយើងស្អប់ឬក៏យើងខឹងទេប៉ុន្តែដោយសារតែយើងចង់មករៀនខ្លួនឯងឲ្យកាត់ចិត្តដោយការជ្រើសរើសយកវិធីនៅក្នុងការគេចមុខដោយមិនហ៊ានជួបដើម្បីយើងកុំឲ្យយើងមានអារម្មណ៍ថាយើងនៅចម្ពាក់អាចដកចេញបាន ប៉ុន្តែខ្ញុំគិតថាដល់សម័យនេះហើយយើងគួរតែផ្លាស់ប្ដូរនៅក្នុងការជ្រើសរើសវិធីបែបនេះមិនមែនថាធ្វើមិនបានទេប៉ុន្តែបើសិនជាយើងអាចធ្វើបាននៅក្នុងវិធីថ្មីវាគឺរឿងល្អមួយសម្រាប់យើងគឺយើងត្រូវហ៊ានទទួលស្គាល់ការពិតនិងហ៊ាននៅក្នុងការបោះបង់គឺមិនថាយើងត្រូវហ៊ានទទួលស្គាល់ថាពួកយើងគឺបែកបាក់គ្នាហើយយើងអាចបន្តបានទៀតទេដោយសារហេតុផលអីមួយនៅពេលដែលអ្នកគ្នាចង់ឲ្យខ្លួនឯងទទួលស្គាល់ការពិតនៅរឿងអ្វីមួយគឺយើងត្រូវស្វែងរកហេតុផលមួយយកមកដាក់ខ្លួនឯងយល់ថាហេតុអីទើបយើងមានរឿងនឹងកើតឡើងដោយសារយើងមានរឿងអីដោយសារយើងទទួលបានហេតុផលអីយើងហេតុអីបើយើងបែកបាក់គ្នាយើងត្រូវតែហ៊ានទទួលស្គាល់នៅហេតុផលនោះ បន្ទាប់មកយើងត្រូវចាប់ផ្ដើមហ៊ាននៅក្នុងការបោះបង់មានន័យថាត្រូវប្រាប់ខ្លួនឯងថាយើងត្រូវតែបន្តណាយើងទៅមុខទៀតយើងអាចនៅនឹងជាមួយមនុស្សម្នាក់ដែលគេឲ្យតម្លៃយើងឬក៏ដោយសារហេតុផលណាមួយទើបយើងអាចនៅជាមួយគាត់បានហើយយើងអាចនៅត្រាំត្រែងឬក៏នៅជាមួយនឹងអតីតកាលរបស់យើងបន្តទៀតទេយើងត្រូវតែប្រាប់ខ្លួនឯងឲ្យខ្លួនឯងដើរទៅមុខឲ្យបានខ្ញុំយល់ថាវាពិបាកប៉ុន្តែបើសិនជាយើងអត់អាចធ្វើរឿងនេះបានទេយើងនឹងក៏ពិបាកនៅក្នុងការពេលយើងជួបរឿងណាផ្សេងៗដូចគ្នាយើងគួរតែពិនិត្យខ្លួនឯងខ្ញុំក៏ដោយមិនមែនទៅរឿងស្នេហារឿងអីក៏ដោយនៅពេលដែលយើងជួបទុក្ខលំបាកឬក៏យើងជួបអ្វីដែលយើងគិតថាវាពិបាក យើងត្រូវតែចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងពីឥឡូវនេះទៅបើយើងមិនព្រមចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងអត់មានអ្នកណាគេមកជួយផ្លាស់ប្ដូរយើងបានទេហើយបើយើងអាចធ្វើឲ្យខ្លួនឯងអាចដើរលើផ្លូវនេះបាននៅពេលដែលយើងមានបញ្ហាអីក៏ដោយគឺយើងក៏អត់សូវពិបាកអីខ្លាំងក្នុងការយើងធ្វើចិត្តតែមិនថាយើងហ៊ានទទួលស្គាល់អ្វីដែលយើងបានជួបហើយយើងនឹងបោះបង់ហើយយើងបន្តដំណើរទៅមុខទៀត